បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងនឹងការរៀបចំ page Facebook របស់យើងឲ្យបានស្អាតនិងត្រឹមត្រូវតាមស្តង់ដាររបស់ Facebook page អូខេបងប្អូនអរគ្នាតោះកុំឲ្យខាត់ពេលយូរចូលទៅមើលការរៀបចំ page ជាមួយខ្ញុំទាំងអស់គ្នាយើងចូលនៅក្នុង page មកបងប្អូនអរគ្នាដំបូងយើងចូលនៅក្នុង Facebook ច្រឡំ page ខ្ញុំទៅអូខេរួចហើយយើងចូលទៅរើស page របស់យើងមួយមកដែលយើងត្រូវការ set up វាបងប្អូនអរគ្នាមួយរយៈស្មីមិនទៅបង្កើតហើយអត់ទាន់បានរៀបចំទេឥឡូវខ្ញុំលើកយកមកប្រាប់បងប្អូនអរគ្នាយើងចូល page យើងមកបងប្អូនអរគ្នាពេលបងប្អូនចូលកន្លែង tray 3នេះដោយសារ page របស់យើងវាអត់ទាន់បានស្អាតទេបងប្អូនឃើញអត់វាឃើញនៅពណ៌ខ្មៅពណ៌ខៀវឡើយយើងអត់ទាន់បានដាក់រូបភាពហើយនឹង cover នៅខាងក្រោយតោះយើងចូលទាំងអស់គ្នាបងប្អូនចូលមកកន្លែង tray 3នេះខ្ញុំចូលកន្លែង tray 3ហ្នឹងមកហើយបងប្អូនចូលពាក្យថា edit តែហ្នឹងណាបងប្អូនអរគ្នាតែខ្មៅដៃហ្នឹងគឺ edit ហ្នឹងអូខេនេះបងប្អូនអរគ្នាកន្លែងនេះគេដាក់ថា profile picture យើងអត់តមានរូបភាពរបស់យើងដាក់នៅលើ profile របស់យើងទេអញ្ចឹងយើងត្រូវការដាក់រូបភាពរបស់យើងអញ្ចឹងខ្ញុំចុចពី edit នេះមួយមកហើយខ្ញុំរើសរូបភាពរបស់ខ្ញុំចុច select profile picture អូខេខ្ញុំចូលកន្លែង more ដើម្បីខ្ញុំមើលរូបឲ្យបានច្រើនគេខ្ញុំសូមដាក់រូបមួយបងប្អូនអរគ្នាមើលរូបណារៀងអាក្រក់បន្តិចដាក់តាំងអូខេខ្ញុំសូមដាក់រូបនេះអូខេដាក់រូប profile របស់ខ្ញុំចុច save រួចហើយបងប្អូនចុច save លើនេះដើម្បីឲ្យវាជាប់រូបរបស់យើងអញ្ចឹងណាអូខេចាំបន្តិចបងប្អូនគ្នាវាកំពុងតែដើរវា slow បន្តិចបងប្អូនគ្នាអូខេខ្ញុំបានរូបភាពមួយឃើញបងប្អូនគ្នារូបភាពឡើងអាក្រក់នេះតោះមកបងប្អូនចូលគ្នាចូលកន្លែង cover រូបភាពយើងដាក់ cover នៅផ្ទាំងខាងក្រោយរបស់យើងគេហៅ banner អញ្ចឹងនៅខាងក្រោយអញ្ចឹងបងប្អូនចុច add មកយើង choose cover picture មកបងប្អូនគ្នាខ្ញុំចុច more ទៀតយើងទៅរើសរូបភាពអូខេខ្ញុំសុំដាក់ផ្កាណាបងប្អូនអរគ្នាឲ្យបានស្អាតមួយមើលអូខេខ្ញុំសុំតម្លាក់មកបន្តិចឲ្យវាឃើញស្អាតពេលខ្ញុំចុចពាក្យថា save ដើម្បីវាជាប់យើងចុច save មកអូខេកាន់តែ flat វាគង់ដាអូខេនេះខ្ញុំបានផ្ទាំង background នៅខាងក្រោយហៅគេហៅ banner នៅខាងក្រោយរបស់យើងអូខេខ្ញុំបានហើយបងប្អូនតមកយើងកន្លែង bio នេះយើងរៀបរាប់ប្រាប់ page របស់យើងដែលយើងត្រូវថាយើងចង់បង្កើតមកនិយាយពីអីចឹងណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូម add មកឃើញហើយខ្ញុំសូមវាយអញ្ចឹងបងប្អូនរាយរាប់មកនេះខ្ញុំសូមរាយរាប់ត្រួស Hello បងប្អូនចង់សេខ្មែរក៏បានដែរអង់គ្លេសក៏បានដែរតែខ្ញុំសូមសេអង់គ្លេសតិច Hello everyone welcome to my home page to my home page គេខ្ញុំសូមរាយអបប៉ុណ្្នឹងចុះបងប្អូនអាចសរសេរឲ្យបានច្រើនជាងខ្ញុំក៏បានដែរដោយសារតែខ្ញុំលើកមកបង្ហាញបងប្អូនតិចតួចអញ្ចឹងណាអូខេខ្ញុំសូមចុចពាក្យថា save អូខេខ្ញុំបានរាយរាប់ហើយនៅកន្លែងនេះគេដាក់ detail មានន័យថាយើងរៀបចំ page របស់យើងឲ្យបានស្អាតដូចជា address ទូរស័ព្ទហើយនិង email ហើយនិងម៉ោងរបស់យើងនៅក្នុង page ហ្នឹងណាបងប្អូនអរគ្នាយើងចុចពី edit មកនេះកន្លែង edit ខាងលើនេះដូចហើយcategory នេះយើងដាក់ហើយដោយសារតែយើងបង្កើតpage ពីមុនមកអញ្ចឹងយើងត្រូវបំពេញcategory របស់វាអញ្ចឹងយើងមានហើយយើងបាច់ទេអញ្ចឹងកន្លែង address នេះបងប្អូនត្រូវបំពេញមក address នេះកន្លែង city នេះបងប្អូន city នេះយើងដាក់ទីក្រុងភ្នំពេញដាក់ភ្នំពេញបងប្អូននៅខេត្តណាបងប្អូនដាក់នៅខេត្តហ្នឹងអញ្ចឹងណាតែខ្ញុំនៅភ្នំពេញខ្ញុំដាក់ភ្នំពេញអញ្ចឹងណាបងប្អូនអរគ្នាដាក់ភ្នំពេញនៅខាងលើខ្ញុំសុំរើសអូខេរួចហើយខ្ញុំចុចពាក្យថា save នៅខាងក្រោមពណ៌ខៀវនេះយើងចុច save ហ្នឹងមកអូខេកន្លែង zip code នេះបងប្អូនអរគ្នាបើបងប្អូនទាំងអស់គ្នាមានដាក់ទៅបើបងប្អូនអរគ្នាអត់មានទេមិនដាក់ក៏បានដែរអញ្ចឹងយើងចុចនេះមកយើងចុចពាក្យថាយើងចុចអាគ្រីបពណ៌ខៀវនេះយើងដាក់ថា my page doesn't have a zip code តែបើបងប្អូនអរគ្នាយើងនៅខ្មែរយើងត្រូវចូលទៅក្នុង Google ដើម្បីរើស zip code របស់យើងណាគឺបងប្អូនចូល Google មកឬក៏ច្រមមកនៅក្នុងទូរស័ព្ទដៃ iPhone ខ្ញុំប្រើច្រមអញ្ចឹងបងប្អូនប្រើ Android បងប្អូនចូល Google វាមកមួយណាក៏បានដែរបងប្អូនដូចគ្នាទេ Google ក៏បានច្រមក៏បានដែរខ្ញុំសុំពាក្យច្រមហ្មងទៅព្រោះ
រួចហើយបងប្អូនចុចពាក្យ search បងប្អូនវាយថា zip code for Phnom Penh បើបងប្អូននៅខេត្តបងប្អូនដាក់ថា zip code for បាត់ដំបង zip code for បន្ទាយមានជ័យអញ្ចឹងណាស្អីតែបងប្អូនរស់នៅទីតាំងណាដែលបងប្អូនរស់នៅអញ្ចឹងណាអញ្ចឹងខ្ញុំសូមវាយ zip code ចុះ zip code នេះគេដាក់មក zip code Phnom Penh អញ្ចឹងខ្ញុំសូមវាយអាហ្នឹងមកខ្ញុំរើសមករួចហើយវាឲ្យយើងមើលនេះបងប្អូនដល់គ្នា zip code របស់ភ្នំពេញបងប្អូនឃើញហ្នឹងនេះ code នេះបងប្អូនចុចលើហ្នឹងមកវានឹង show ឲ្យយើងមកបងប្អូនដល់គ្នាឃើញចេញមកច្រើន zip code របស់ខេត្តមួយអញ្ចឹងនៅភ្នំពេញខ្ញុំវា zip code របស់វាដូចជា 12000 នេះបងប្អូនដល់គ្នា 12000 នេះកន្លែង 12xxx ហ្នឹងអញ្ចឹងខ្ញុំសូមវាយ 12000 បងប្អូនដល់គ្នាបងប្អូននៅខេត្តណាបងប្អូនយក zip code នៅខេត្តហ្នឹងយកមកបំពេញនៅក្នុងហ្នឹងបងប្អូនឡើងយកមកបំពេញនៅក្នុង page របស់យើងនេះកន្លែងគេដាក់ enter zip code អញ្ចឹងខ្ញុំសូមវាយ 12000 អូខេបានហើយខ្ញុំចុចពាក្យ done អញ្ចឹងបងប្អូនអត់ត្រូវគ្រីសទេណាបើបងប្អូនគ្រីសបងប្អូនបញ្ជាក់ថា page របស់យើងអត់ត្រូវការ zip code ទេអញ្ចឹងបើបងប្អូនមាន zip code បងប្អូនវាយតែវាយហើយអត់យក zip អត់យកកន្លែងពាក្យចុចគ្រីសហ្នឹងទេបងប្អូនវាយហើយបងប្អូនចុច done មកហើយបងប្អូនចុច save វានឹង show ផានទីឲ្យយើងហើយបងប្អូនចុច save ទៀតមកវានឹង show ផានទីអូខេរួចហើយខ្ញុំ add នេះហើយខ្ញុំ add ទូលេខទូរស័ព្ទបងប្អូន add លេខទូរស័ព្ទមកយើងនៅខ្មែរយើងត្រូវវាយក្បាលប្រទេសហ្នឹងបងប្អូនអរគ្នាវាយលេខកូដប្រទេស855នៅស្រុកខ្មែរយើង855អញ្ចឹងវាយលេខទូរស័ព្ទរបស់យើងមកខ្ញុំសូមដាក់លេខទូរស័ព្ទអូខេរួចហើយបងប្អូនចុច done មកបងប្អូនចុចពាក្យថា save មួយទៀតគឺចាំតិចនេះយើងបានដាក់លេខទូរស័ព្ទហើយបងប្អូនអរគ្នាហើយ add WhatsApp បើបងប្អូនមាន app ហ្នឹងបងប្អូនវាយបញ្ចូលមកហើយមួយទៀត email បើបងប្អូនមាន email បងប្អូនបញ្ចូល email មកដើម្បីឲ្យ page របស់យើងកាន់តែរឹងមាំថែមទៀតចឹងណាបងប្អូនអរគ្នាចឹង email នេះខ្ញុំអត់បញ្ចូលក៏បានដែរដោយសារតែខ្ញុំមានច្រើនហើយយើងចង់លើកមកប្រាប់បងប្អូនទូចឹងណាអូខេបងប្អូនមាន email បងប្អូនវាយចូលមកបងប្អូនវាយចូលហើយបងប្អូនចុចពាក្យថា save ទៅវានឹង save ជាប់នៅក្នុង page របស់យើងណាបងប្អូនអរគ្នាចឹង email ខ្ញុំអត់ដាក់ទេចឹងនៅខាងក្រោមនេះគេដាក់ basic info ចឹងយើងត្រូវ add ម៉ោង add អីឲ្យ page របស់យើងដែរចឹងណាបងប្អូនអរគ្នាចឹងបងប្អូនចុចពាក្យថា add hour នេះមករួចហើយបងប្អូនចុចនៅលើពាក្យថា no hour available ចឹងវាអត់តពេញទេចឹងបងប្អូនអរគ្នាចុចនៅលើហ្នឹងមករួចហើយបងប្អូនចុចពាក្យថា always open ចឹងយើងត្រូវតែបើក page របស់យើងហ្នឹងបើករហូតចឹងណាម៉ោងរបស់យើងត្រូវតែ always open ចឹងណាបងប្អូនអរគ្នារួចហើយបងប្អូនគ្រីកនៅទី2ហ្នឹងហើយបងប្អូនចុចពាក្យថា save ពកធានៅក្រោមនេះបងប្អូនចុច save មកអូខេបងប្អូនចូលទៅចុច save មួយទៀតអូខេវាបានបើកហើយនេះអូខេអញ្ចឹងនៅខាងក្រោមនេះដូចជាមិនបាច់ត្រូវបំពេញទៀតទេអញ្ចឹងបងប្អូនចុចពាក្យថា save នៅពកធានៅក្រោមនេះមកអូខេយើងបានហើយយើងអត់តអស់ទេបងប្អូនចុចពាក្យ edit your about info ម្ដងទៀតដើម្បីបំពេញគេpage និងបញ្ជាក់ថាយើងនៅ live ឬក៏យើងរៀបការហើយអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនចុចខាងក្រោមនេះមកយើងបំពេញប៉ុណ្្នឹងទៀតរួចរាល់ហើយបងប្អូនអរគ្នានេះវាចេញមកហើយអញ្ចឹងនៅលើនេះយើង add ឲ្យអស់ហើយដូចខ្ញុំនិយាយពីដើមអញ្ចឹងបងប្អូនមាន website បងប្អូនដាក់មកដាក់ចូលមកបើបងប្អូនមាន email បងប្អូនដាក់ចូលមកណាបងប្អូនអរគ្នាអូខេបងប្អូន scroll មកខាងក្រោមនៅកន្លែង network អញ្ចឹងយើងធ្វើការជាមួយ Facebook យើងត្រូវរើសធ្វើការជាមួយ Facebook បងប្អូនអរគ្នាអញ្ចឹងបងប្អូនវាយមកបងប្អូនវាយ Facebook មកយើងបញ្ជាក់ថាការងាររបស់យើងរកជាមួយនឹង Facebook អញ្ចឹងណាអូខេនេះបងប្អូនវាយហើយវាចេញ Facebook app អញ្ចឹងបងប្អូនចុចពាក្យថា Facebook app ហ្នឹងមកអានោះយើងប្រាប់ពីហាងរបស់យើងអញ្ចឹងណាហាងយើងOCជាមួយ Facebook អញ្ចឹងណាដូចហើយបងប្អូនចុចពាក្យថា save មកអូខេ template វាចេញមកហើយអូខេយើងបានហើយអញ្ចឹងបងប្អូនមិន share ទេចុចឲ្យវាចេញទៅបងប្អូនអរគ្នាអូខេនេះខ្ញុំដាក់ហើយខ្ញុំធ្វើការជាមួយនឹងក្រុមហ៊ុន Facebook អូខេអាកន្លែងនេះយើងដាក់សកលវិទ្យាល័យនិងវិទ្យាល័យដែលយើងរៀនអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹង
college នេះខ្ញុំសូមដាក់ដូចជា college នេះមហាវិទ្យាល័យយើងខ្ញុំសូមវាយមកនៅក្នុងសារខ្ញុំវាយតែពាក្យភ្នំពេញអញ្ចឹងទៅវាចេញសាកលវិទ្យាល័យខ្ញុំរៀនហើយពីមុនខ្ញុំរៀននៅភូមិន្ទភ្នំពេញខ្ញុំវាយតែភ្នំពេញមកវាចេញឲ្យខ្ញុំទៅហើយនេះខ្ញុំរៀននៅភូមិន្ទភ្នំពេញរយ៉ាអញ្ចឹងណាបងប្អូនខ្ញុំជិតណាគេខ្ញុំជិតពាក្យថា sale អូខេរួចហើយវិទ្យាល័យដែលយើងរៀនណារៀនចប់ពី12ហ្នឹងបងប្អូនជិតណាដោយសារតែពីមុនខ្ញុំរៀននៅកំពង់សោមហើយខ្ញុំមកឡើងមកភ្នំពេញហើយកំពង់សោមខ្ញុំវាយសាលារបស់ខ្ញុំទៅវាអត់ចេញឲ្យសារសាលាខ្ញុំពីមុនដែលខ្ញុំរៀនហ្នឹងឥឡូវគេវាយចោលបាត់ហើយគេដូរទីតាំងទៅកន្លែងផ្សេងអញ្ចឹងខ្ញុំរត់ឃើញនៅក្នុងFacebook ណាខ្ញុំព្យាយាមរកដែរតែវាអត់មានអញ្ចឹងខ្ញុំសុំវាយតែខ្ញុំសាកវាយសិនបងប្អូនហើយខ្ញុំដាក់វាយសៀននៅវាលនោះវាចេញឲ្យវាមានសាលាផ្សេងបងប្អូនអរគ្នាប៉ុន្តែខ្ញុំសុំរើសទូទ្រួហ្មងចាដោយសារតែខ្ញុំរៀននៅកំពង់សោមអញ្ចឹងណាបងប្អូនអរគ្នាខ្ញុំសុំរើសមួយដើម្បីថាខ្ញុំនៅកំពង់សោមខ្ញុំសុំដាក់ខាងក្រោមនេះ12L នេះខ្ញុំសុំចុចអាហ្នឹងហ្មងណាពលលត់ណែប៉ុន្តែតំណាងថាខ្ញុំរៀននៅកំពង់សោមចុចលើនេះហ្មងណាភាសាសាលាឡៃក៏ខ្ញុំធ្លាប់ទៅរៀននៅហ្នឹងដែរខ្ញុំសូមដាក់ live school នេះហ្មងទៅហើយខ្ញុំចុច save បងប្អូនអរគ្នាចុចពាក្យ save ហ្នឹងមកវីដេអូនេះរៀងវែងតិចបងប្អូនអរគ្នាសូមអភ័យទោសផងដោយសារតែខ្ញុំចង់ឲ្យបងប្អូនចេះរៀបចំ page របស់យើងឲ្យបានស្អាតចឹងណាអូខេរួចហើយនេះបំពេញពាក្យយើងត្រូវបំពេញទីក្រុងរបស់យើងហើយនឹងទីកន្លែងកំណើតរបស់យើងដែរចឹងណាបងប្អូនអរគ្នាអញ្ចឹងកន្លែងនេះ add currently city ខ្ញុំដាក់ភ្នំពេញដាក់ភ្នំពេញចុះវាយពាក្យភ្នំពេញចេញមកបងប្អូនឥឡូវខ្ញុំរើសមួយទេសរបស់យើងទីក្រុងភ្នំពេញដ៏ស្រស់ស្អាតទេបងប្អូនបាច់ share ទេហើយ home town បងប្អូនរស់នៅខេត្តណាបងប្អូនដាក់មកខ្ញុំនៅកំពង់សោមខ្ញុំដាក់ខេត្តកំពង់សោមរបស់ខ្ញុំអញ្ចឹងណាបងប្អូនអរគ្នាដាក់ទីហនុវាចេញមកហើយខ្ញុំសូមរើសខេត្តដ៏ស្រស់ស្អាតរបស់ខ្ញុំទីខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតខ្ញុំសូមដាក់ណាបងប្អូនអរគ្នាអូខេមិនបាច់ share ទេបងប្អូនអរគ្នាឲ្យវាទៅផុតត្មងទៅនេះខ្ញុំបានហើយបងប្អូនអរគ្នាខ្ញុំបានទីក្រុងភ្នំពេញដ៏ស្រស់ស្អាតហើយខេត្តរស់នៅរបស់ខ្ញុំយ៉ាងស្រស់ស្អាតដែរហើយខេត្តនៅខាងក្រោមនេះយើងមិនបាច់ទៅបំពេញទេយើងមើលតែនៅខាងក្រោមនេះមួយទៀតនេះបងប្អូនផ្លេចនេះគេដាក់gender នេះបងប្អូនទាំងគ្នា gender នេះយើងត្រូវប្រាប់គេថាយើងនៅលីវឬក៏រៀបការហើយបងប្អូនចុចខ្មៅដៃនេះមកទៅបងប្អូនចុចក្នុងប្រអប់ខាងលើមកសុំទោសគឺប្រាប់ចង់ឲ្យយើងបញ្ជាក់ថាយើងភេទស្រីឬក៏ភេទប្រុសសុំទោសបងប្អូនអរគ្នា gender តែអញ្ចឹងហ្នឹងបងប្អូនអរគ្នាណាអូខេខ្ញុំភេទប្រុសខ្ញុំសុំរើសយក male អូខេបងប្អូនភេទស្រីបងប្អូនរើសយក female មកហើយបើបងប្អូនភេទទី3អញ្ចឹងបងប្អូននេះណានៅទី3នេះអាហ្នឹងដូចជាភេទទី3អញ្ចឹងណាឬក៏បងប្អូនចង់បញ្ជាក់ភេទទេបងប្អូនដាក់បាច់ដាក់ក៏បានដែរអញ្ចឹងខ្ញុំសូមចុច mail ឲ្យបងប្អូនចុចពាក្យថា save វាមកឬក៏បងប្អូនចង់ show វានៅលើ page របស់យើងក៏បានដែរបងប្អូន show មកបែបហ្នឹងទៅខ្ញុំចុច save នេះកញ្ញាត់ page របស់យើងនេះយើងបានបំពេញទៅវាឡើងរៀងពណ៌ចិត្តពណ៌បៃតងបានស្អាតហើយអូខេអញ្ចឹងបើបងប្អូនចង់បានពណ៌បៃតងទៀតបងប្អូនពេញនេះ edit public detail នេះយើងបំពេញវាថែមទៀតមកបងប្អូនអរគ្នានេះបងប្អូនអរគ្នាឃើញអត់ page របស់យើងបំពេញមកវាបានឡើងពណ៌ប៉ុណ្នេះហើយអញ្ចឹងប៉ុណ្ណឹងវាអត់តន់ស្អាតទេវាអត់តន់បាននេះទេអញ្ចឹងបងប្អូនចង់បំពេញទៀតបងប្អូនចុចកន្លែង see more នេះកន្លែង see more ហ្នឹងដើម្បីឲ្យវាគ្រប់ជំហានរបស់វាអញ្ចឹងបងប្អូនចូលបំពេញមកខាងក្រោមនេះបងប្អូនមាន friend បងប្អូនចូល invite នៅក្នុង profile របស់យើងពេលបងប្អូនចុចទៅវានឹងចុចពាក្យថា switch to profile ដើម្បីយើងចូលទៅក្នុង
profile របស់យើង invite ពី friend នៅក្នុង profile ហ្នឹងមកជួយ add friend នៅក្នុង page របស់យើងអញ្ចឹងណាបងប្អូនអរគ្នាពេលបងប្អូនចុចទៅវានឹងរត់ចូលទៅក្នុង profile ហើយអូខេហើយនេះមួយទៀតcomment WhatsApp ហ្នឹងដូចខ្ញុំនិយាយចឹងបងប្អូនមាន WhatsApp បងប្អូន connect ជាមួយនឹង WhatsApp ហ្នឹងទៅហើយខាងក្រោមនេះដូចជាខ្ញុំសរសេររួចហើយនេះបងប្អូនអរគ្នាដំបូងយើងសរសេរពាក្យថា hello សូមស្វាគមន៍អីមកកាន់ page របស់យើងអញ្ចឹងណាយើងសរសេរមួយនេះខ្ញុំសូមសរសេរខ្មែរហ្មងទៅសួស្តីបងប្អូនទាំងអស់គ្នាពេលរួចហើយយើងចុចពាក្យថា public ហ្នឹងមកដើម្បីយើងដូចជាយើងផុសអញ្ចឹងណាបងប្អូនយើងចុចណា public ណាអូខេបានហើយ refresh វាតិចមកអូខេនេះឃើញបងប្អូនអរគ្នាពេលដែលខ្ញុំវាយទៅវាឡើងគ្រីសបបបតងមួយហើយខាងក្រោមនេះពេញឲ្យអស់ចា add friend នេះដូចខ្ញុំនិយាយអញ្ចឹងយើងទៅ add friend នៅក្នុង file របស់យើងដើម្បីឲ្យវាមកជួយ add friend នៅក្នុង page របស់យើងដែរដើម្បីវាឡើងកម្រិតទៀតអញ្ចឹងណាបងប្អូនអរគ្នាហើយនេះដូចជាបាច់ទេតែខ្ញុំដាក់លេខទូរស័ព្ទហើយដោយសារតែ add link នេះមួយទៀតដូចខ្ញុំនិយាយអញ្ចឹងបងប្អូនយើងចូលទៅ copy link របស់យើងបងប្អូនចុច add new នេះមកបងប្អូនមាន TikTok បងប្អូនត្រូវចុចពាក្យថា TikTok ហ្នឹងទៅវារត់ទៅ app របស់ TikTok របស់យើងហើយអូខេខ្ញុំចុចហ្នឹងដើម្បីប្រាប់បងប្អូនអរគ្នាវាកំពុងទៅនេះបងប្អូនអរគ្នាវាមានឲ្យយើងរើសវាមាន TikTok វាមាន Facebook វាមាន line អីចឹងណាស្រេចលើបងប្អូនចង់ប្រើវាបងប្អូនចុចប្រើកម្មវិធី TikTok ហ្នឹងមកវារត់ទៅវា connect ជាមួយគ្នាខ្ញុំចុចឲ្យហ្មងបងប្អូនអរគ្នាតែសុំទោសការនិយាយស្ដីរៀងរអាក់រអួលបងប្អូនអរគ្នាខ្ញុំនឹងព្យាយាមនិយាយឲ្យបានច្បាស់ជាងនឹងអ្នកគ្នាវាកំពុងរត់ទៅ TikTok របស់យើងបងប្អូនអរគ្នានេះវាចេញមកបែបនេះបងប្អូននេះដើម្បី connect ជាមួយ TikTok ណាដោយសារទូរស័ព្ទខ្ញុំ slow អញ្ចឹងបងប្អូនចុចពាក្យថា log in ហ្នឹងទៅវានឹង connect ជាមួយនឹង TikTok របស់យើងហើយអូខេបងប្អូនអរគ្នាអញ្ចឹងខ្ញុំអត់ចង់ connect ជាមួយនឹង TikTok ទេខ្ញុំសុំបិទហ្មងបងប្អូនទាំងគ្នាកុំឲ្យវែងឆ្ងាយអូខេខ្ញុំសុំទៅ Facebook តែម្ដងអូខេខ្ញុំសុំចេញវិញនេះបងប្អូនទាំងគ្នាឃើញពីមុនឡើងពណ៌រៀងបៃតងខ្មៅតែឥឡូវឡើងបៃតងហ្មងអញ្ចឹងវាដាក់ថា page របស់យើងល្អនេះបងប្អូនទាំងគ្នាឃើញពាក្យថា good អញ្ចឹង page របស់យើងសុខភាពវាល្អអញ្ចឹងបងប្អូនទាំងគ្នាអាចប្រើប្រាស់ page របស់យើងទៅតាមអ្វីដែលបងប្អូនចង់បានហើយបងប្អូនទាំងគ្នាបងប្អូនចុចabout នេះមកឃើញបងប្អូនទាំងគ្នាគឺវាតាម standard page របស់យើងណាអញ្ចឹងបងប្អូនយកទៅប្រើទៅគឺល្អមែនតើបងប្អូនទាំងគ្នាអូខេវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នាអាចធ្វើបានហើយនឹងយក page នេះទៅប្រើតាមបំណងចិត្តរបស់បងប្អូនហើយសង្ឃឹមថាការនិយាយស្ដីរបស់ខ្ញុំអាចនឹងស៊ីអារម្មណ៍បងប្អូនបន្តិចបន្តួចប៉ុន្តែសូមអធិស្ឋានហើយមួយទៀតបងប្អូនគិតថាជាការចែករំលែករបស់ខ្ញុំមានប្រយោជន៍ដល់បងប្អូនសូមបងប្អូនកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទធ្វើវីដេអូចែកជូនបងប្អូននៅវីដេអូក្រោយៗទៀតដែលខ្ញុំបានដាក់មួយទៀតបងប្អូនទាំងគ្នាបើបងប្អូនណាអត់ទាន់ចេះបង្កើត account Facebook បងប្អូនអាចមើល link នៅខាងលើនេះបានខ្ញុំដាក់ឲ្យបងប្អូនមើលបងប្អូនទាំងគ្នាវាមានបង្កើត Facebook និងបង្កើត page អញ្ចឹងបងប្អូនណាអត់ទាន់ចេះទេបងប្អូនអាចចុចនៅលើ link នេះទៅបងប្អូននឹងចូលទៅមើលវីដេអូរបស់ខ្ញុំក្នុងការប្រាប់ពីការបង្កើត page និងបង្កើត Facebook ឲ្យបងប្អូនទាំងគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតដែលខ្ញុំបានដាក់ចូលក្នុង channel របស់ខ្ញុំអូខេសូមសុខភាពល្អទាំងអស់គ្នាសូមជម្រាបលាបាយបាយជួបគ្នាពេលក្រោយ